ស្ដីបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយនៅក្នុងរាត្រីនេះផងដែរខ្ញុំបានadmin channel ពលឺនីតិរាត្រីក៏មានសាច់រឿងមួយមកពំនាំចែកជូនបងប្អូនប្រិយមិត្តទាំងអស់គ្នាជាការស្ដាប់កំសាន្តនៅពេលរាត្រីនេះផងដែរអញ្ចឹងយើងមុននឹងចូលដល់សាច់រឿងរបស់យើងក៏ខ្ញុំសូមសួរសុខទុក្ខបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាសុខទុក្ខយ៉ាងណាហើយបាទគឺថាមករយៈនេះគឺអាកាសធាតុក្តៅផងមានភ្លៀងផងអញ្ចឹងហើយបងប្អូនសុខទុក្ខយ៉ាងណាដែរកុំភ្លេចថែសុខភាពទាំងអស់គ្នា admin នេះគឺថាជឿតកទេបាទគឺនិយាយទៅគឺចាប់ផ្ដើមស្ងួតកអញ្ចឹងហើយសូមសួរសុខទុក្ខបងប្អូនទាំងអស់គ្នាសុខសប្បាយឬអត់ជួយ comment ប្រាប់ផងអញ្ចឹងនៅក្នុងរាត្រីនេះផងដែរ admin ក៏មានសាច់រឿងមកចែកជូនបងប្អូនប្រិយមិត្តទាំងអស់គ្នាជាការស្ដាប់កំសាន្តលេងនៅពេលដែលសម្រានពីការងារអញ្ចឹងហើយដើម្បីកុំឲ្យពេលវេលានេះចេះតែកន្លងផុតទៅដោយឥតប្រយោជន៍នេះគឺយើងចូលសាច់រឿងទាំងអស់គ្នាប៉ុន្តែមុននឹងចូលសាច់រឿងក៏សូមអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងណាដើម្បីជាការទទួលវីដេអូថ្មីៗពីខ្ញុំបាទផងដែរហើយនឹងដើម្បីជាការលើកទឹកចិត្តឲ្យខ្ញុំបាទមានកម្លាំងចិត្តនៅក្នុងការផលិតវីដេអូបន្តទៀតអញ្ចឹងយើងចូលសាច់រឿងទាំងអស់គ្នាសាច់រឿងនេះគឺខ្ញុំបានពីបងប្រុសម្នាក់ឈ្មោះថាបងសុកបាទបងសុកគឺកូនជាកូនអ្នកខេត្តឧត្តរមានជ័យស្រុកបន្ទាយអំពិលបាទគាត់ជាកូនអ្នកស្រុកបន្ទាយអំពិលបាទជាដែនកម្ពុជាសៀមបាទម្ល៉េះហើយយើងកុំអោយខាតពេលវេលាយូរបងប្រុសគាត់ក៏បាននិទានប្រាប់ខ្ញុំថារឿងគឺកើតឡើងកាលពីគាត់ខ្ទង់10ឆ្នាំមុនម្ល៉េះបាទដឹងហើយថាបងប្អូនដឹងហើយថានៅចៃដែននៅដល់មានជ័យគឺជាខេត្តមួយដែលមានការអភិវឌ្ឍក្រោយគេហើយជាទីនឹងពីដើមឡើយសម្បូរដោយព្រៃស្ដុកណាបងប្អូនសម្បូរដោយចំការមានសម្បូរដោយជាដើមសម្បូរដោយមានសម្បូរទៅដោយប្រដាប់អាវុធក្របពំសេវដែលទៅទូបាទអញ្ចឹងសម្បូរណាស់ពីដើមមកកន្លែងហ្នឹងឥឡូវគឺអស់ហើយបាទឥឡូវតែមានក៏ដោយសារយើងមានសង្គ្រាមមួយថៃផងអាចថាមាននឹងខ្ញុំដឹងដែរប៉ុន្តែយើងចូលទៅសាច់រឿងយើងវិញបាទអញ្ចឹងសាច់រឿងរបស់យើងគឺបានពីបងសុកគឺសាច់រឿងគឺបានកើតឡើងជាង10ឆ្នាំមកហើយអញ្ចឹងសាច់រឿងគឺគាត់បាននិទានប្រាប់ខ្ញុំកាលពីថ្ងៃម្សិលមិញបាទអញ្ចឹងកាលពីជួបគ្នានៅហាងកាហ្វេគាត់ក៏បាននិទានក៏ឥឡូវក៏adminបានកត់មកក៏បានចាំយកមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់បន្តដើម្បីជាការកំសាន្តលេងឬក៏ជាការសម្រាប់ការកំសាន្តអារម្មណ៍ទាំងអស់គ្នាសម្រាប់បងប្អូនអ្នកចូលចិត្តស្ដាប់រឿងនិទានហ្នឹងណាបាទអញ្ចឹងបងសុកគាត់គឺជាក្មេងមួយដែលធំធាត់ឡើងនៅទឹកដីជំរំបាទជំរំសៃធួបងប្អូនខ្ញុំថៃធូរបន្តែរឿងកើតមកក្រោយទេស្អីរឿងនោះបាទកើតមកក្រោយអញ្ចឹងហើយបងសុកគាត់ក៏កើតនៅក្នុងទៅប៉ុន្តែក្រោយមកទេគាត់ក៏បានជួបសាច់រឿងមួយដែលมันគួរឲ្យជឿនៅក្នុងឆាកជីវិតរបស់គាត់បាទអញ្ចឹងសាច់រឿងគាត់បាននិទានប្រាប់ថាកាលពី10ឆ្នាំមុនហ្នឹងគាត់បានជួបហេតុការណ៍មួយនៅពេលដែលបងសុកគាត់ខ្ញុំជឿថាបងសុកគាត់ក៏ជាកូនអ្នកកសិករគ្រួសារធម្មតាធ្វើស្រែចម្ការដែលចម្ការគាត់គឺមាននៅជើងភ្នំដងរែកឯណោះបាទដូច្នោះហើយរៀងរាល់ថ្ងៃទំនេរពីការរៀនសូត្ររបស់គាត់ក៏តែងតែទៅជួយនៅការងារអីចឹងណាបងប្អូនបាទទៅជួយការងារឪពុកម្ដាយដកដំឡូងធ្វើស្មៅធ្វើអីដំឡូងណាវាច្រើននៅខាងអាដាមជ័យចឹងគេធ្វើដំឡូងច្រើនជាងស្រូវបាទខាងអាដាមជ័យខាងស្រុកបងសុកគឺគេធ្វើអញ្ចឹងបាទដូច្នោះហើយនៅពេលដែលគាត់ក៏ជាក្មេងដែលឧស្សាហ៍មួយផងដែរបងសុកគាត់ក៏ជាក្មេងដែលរ៉ែឯងផងដែរខ្ញុំបានស្គាល់គាត់យ៉ាងយូរដែរហើយតាំងពីក្មេងៗដូចគ្នាហ្នឹងគាត់បងខ្ញុំបាទអញ្ចឹងហើយគាត់ក៏ជាក្មេងឧស្សាហ៍នៅពេលដែលរៀងរាល់ថ្ងៃនៅពេលដែលគាត់ទំនេរពីការរៀនសូត្ររបស់គាត់ក៏តែងតែជួយបំពេញកិច្ចការងារឪពុកម្ដាយដែលចាស់ជរាអញ្ចឹងហើយពីផ្លូវដល់តាមផ្ដាល់ចង្ការរបស់គាត់គឺតែងមានព្រៃមានអូមានស្ទឹងជាដើមហ្នឹងពិសេសអូហើយនឹងដប់អាស័យបងប្អូនដប់ផ្សេងព្រៃណាបាទស្ដុកក្រាស់ណាដើមកន្លែងហ្នឹងមានខ្លាមានអីនៅណាពីដើមមានខ្លាមានពស់អីនៅដែរការព្រៃនៅស្ដុកប៉ុន្តែឡោយវាឈូសអស់ហើយបងប្អូនឈូសធ្វើជាការរលោងអស់ហើយបាទអញ្ចឹងគាត់នៅពេលដែលគាត់ទៅនេះពីការសិក្សាគាត់តែងទៅដើរទៅចំការ
ម្នាក់ឯងបងប្អូនបាទម្នាក់ឯងចំការបង្កើតប្រហែលជាពីផ្ទះរបស់គាត់ប្រហែលជាខ្ទង់7គីឡូបាទ7គីឡូពីផ្ទះទៅចំការរបស់គាត់បាទជារឿងថ្ងៃនៅពេលដែលគាត់ចុះពីរៀនឬក៏គាត់តំនីអីគាត់តែងតែជួយការងារគាត់ជួយការងារឪពុកម្ដាយរបស់គាត់ដូចយើងអ្នកស្រុកស្រែអញ្ចឹងណាបងប្អូនបាទតែជួយឲ្យពេលនៅពេលដែលគាត់ដើរទៅអញ្ចឹងតែឯងបាទដើរតែឯងទេដើរទៅក្នុងព្រៃណាដើរតាមផ្លូវកាត់បើដើរផ្លូវវិញវាឆ្ងាយជួ30គីឡូណោះផ្លូវជាតិផ្លូវកស៊ូគី30គីឡូប៉ុន្តែដើរជាតិខ្ទង់តែ7គីឡូទេដល់អញ្ចឹងហើយបងសុំគាត់តែតែងតែដើរផ្លូវជាតិបាទដើរផ្លូវកាត់ដូចហៅថាផ្លូវកាត់ហ្នឹងផ្លូវអាកងអាគោអាទេសក្បីណាតែក្តឹកបាទអញ្ចឹងហើយនៅពេលដែលគាត់ដើរនៅក្នុងព្រៃស្ងាត់ចងំម្នាក់ឯងគាត់តែងតែជួបបាទជួបរឿងរ៉ាវជាច្រើនប៉ុន្តែគាត់មិនក្មេងជាក្មេងដែលមិនទៅជាខ្លាចទេបាទវិសាគាត់ធំធន់អញ្ចឹងគាត់ធ្លាប់ជួបរឿងរ៉ាវអញ្ចឹងគាត់មិនសូវខ្លាចប៉ុន្តែស្រាប់តែថ្ងៃមួយបាទបងប្អូនទាំងអស់គ្នាថ្ងៃមួយគាត់បានដើរទៅចង្ការដោយសពដងអញ្ចឹងទៅចង្ការជួយពុកម្ដាយអញ្ចឹងហើយគាត់ដើរម្នាក់ឯងទៅស្រាប់តែមានសំឡេងគ្រុកមកលើមកសម្លាប់គាត់ទៀតដូចសត្វអីរត់កាត់មកគាត់អញ្ចឹងបាទនៅពេលដែលគាត់ដើរទៅដល់តាមផ្លូវមានដើមកកោះមួយហើយកកោះធំហើយមានដំបូកបាទដំបូកក្រាស់មឹកហ្មងបាទមួយធំហើយដើមកន្លែងហ្នឹងគាត់ប្រាប់ថានៅពេលដែលយប់ឡើងគឺមិនមានអ្នកណាគេដើរកាត់ទេមិនមានអ្នកណាគេហ៊ានដើរកាត់ទេបាទអញ្ចឹងនៅពេលដែលគាត់ដើរទៅគឺដល់រស័ព្ទតែមានខ្យល់ធ្លាក់មកវឺតហើយតិចហើយគាត់ដើរទៅហាក់ដូចជាមានអារម្មណ៍ថាអ្នកណាគេដែលដើរតាមគាត់ពីក្រោយណានៅពេលដែលគាត់ឈានមកជំហានលឺអាចស្នាប់ជើងមកជំហានដែរប៉ុន្តែមិនមានជាជំហានជើងមកគាត់ទេមិនដឹងជាសំឡេងអ្នកណាដើរតាមក្រោយពេលគាត់ងាកមើលទៅគេមិនដឹងទេមិនមែនទេគាត់ដើរតាមម្នាក់ឯងគាត់ដើរតាមម្នាក់ឯងប៉ុន្តែនៅពេលដើរហាក់ដូចជាមានណាគេដើរទន្ទឹមគាត់ពីក្រោយខ្នងគាត់ចឹងបាទដើរគាត់ក៏មិនបានចាប់អារម្មណ៍ក៏បន្តទៅមុខទៀតទៅបាទបន្តទៅមុខទៀតនៅពេលដែលដើរស្រាប់ទៅដល់អូមួយបងប្អូនអូហ្នឹងគឺក្រាស់អូដែលហ្នឹងគឺមានអាស្រ័យទំពាំងព្រិចដែលវាដងចាក់ស្ដុកទៅឆ្លងកាត់នៅពេលដែលខែភាសាគឺមានទឹកបាទតែខែប្រាំងអត់មានទេបាទខានៅពេលដែលគាត់ដើរទៅដល់អូហ្នឹងស្រាប់តែឮសំឡេងអីមួយហៅថាសក់តាណាសក់តាណាសក់គាត់លឺយ៉ាងជុំណាគេហៅឈ្មោះអីឬក៏ពូវិញណាគេដែលធ្វើស្រែចម្ការជាការហៅហ្នឹងគាត់សួរថាណាគេហៅហ្នឹងក៏ស្ងាត់ទៅអត់មានឮទៅគាត់ទេងាកមើលទៅណាគេនៅហ្នឹងពេលគាត់ក៏បានចាប់អារម្មណ៍គាត់ឈរទៅមិនដឹងលឺទេសក់តាណាហ្នឹងសក់ដល់ពេលលេងអញ្ចឹងយ៉ាស្រាប់តែបាសឆ្អឹងខ្នងបាទបាសឆ្អឹងខ្នងព្រឺសក់ចំណងមួយពុទ្ធយ៉ាតែមានហេតុការណ៍ចេះស្រាប់តែមកធូរឡើង3អាស័យមកដល់នោះគឺគីនគាត់ថាអត់មានខ្យល់ទេបាទអត់មានខ្យល់ទេដើមផ្សេងអត់មានគឺប៉ុន្តែដើមមកវាគឺក្រេក្រាបាទដូច្នេះយ៉ាគាត់ឆ្ងល់គិតមើលទៅទេខ្យល់มันមានទេមិនក៏អាដើមអាស័យមកដើមវាគឺដូចខ្យល់បក់អញ្ចឹងហើយសំឡេងលឺពីអាដើមអាស័យហ្នឹងបាទលឺពីអាស័យហ្នឹងគាត់ក៏ចង់ដឹងស្អីគេនៅលើហ្នឹងក៏គាត់ដើរទៅមើលទៅបានឃើញសំណែននៃគីសែនកន្លែងហ្នឹងគឺគីសែន100ឆ្នាំបាទ100ឆ្នាំដូច្នេះហើយគាត់ក៏ថាកន្លែងហ្នឹងមានម្ចាស់ថាមានណាគេនៅបានយើងដើរកាត់គេហៅប៉ុន្តែគាត់ដើររដងឯហៅប៉ុន្តែថ្ងៃហ្នឹងមិនដឹងជាមានរឿងរ៉ាវគាត់គេហៅមកពេលគាត់ហ្នឹងហៅវាឆ្ងល់ដើមឈើទាំងអស់អត់មានខ្យល់ឲ្យប៉ះអត់គឺប៉ុន្តែមកដើមឈើដើមអាស័យមកដើមចឹងគឺក្រេកក្រក់គឺមកសពហ្នឹងគាត់ផ្លែចិត្តមានតែផ្លែហើយគាត់ក៏មិនបានចាប់អារម្មណ៍គាត់ក៏ទៅចង្ការបាត់ទៅហើយដល់ចង្ការគាត់ក៏បានប្រាប់ថាម៉ែ
nay mở nhâm đơ đó là cái lên ô ở đây dương sập đơ cả đòn chỉ tìm bè đòn sao thế nhâm đỡ nước lên cái hao nhung mấy cái sự là hao ai thằng mấy nhà xài này sọc không hao là chơi hay hao là mấy là hao là xuống nhung hao sọc sọc này tôi nào sọc sọc tôi nào hay mà thu lăng mốt sao thế đang mà xây mặt đám cơ cái cỏ có nên miếng tròn hiện đang sẽ ra miếng cứng rất là đầm rồi là về cái đợt mưa đó nó khơiมันได้กระดังแต่họ hàng lên những lên កាលពីដើមឡើយកាលពីជំរំសម័យអីនោះដើមឡើយមានមួយស្លាប់កន្លែងហ្នឹងបាទសម្រាប់ដោយសារអីដោយសារតែភាពអត់ឃ្លានណាបងប្អូនអត់ឃ្លានទៅក៏ស្លាប់បាទកាលពីដើមឡើយយើងជំរំអីកាលបែកពលពុតអីហ្នឹងគឺมันមានអីហូបអីប្រហែលទេអញ្ចឹងអ្នកខ្លះអត់អីហូបស្លាប់តែពួកស្លាប់មានកន្លែងហ្នឹងដូច្នេះបានម្ដាយក៏ប្រាប់រឿងរ៉ាវឲ្យថាអូកន្លែងហ្នឹងគឺមានខ្មោចthì ngầu để xa cả bị slap bị đâm lấy nó cứ slap để xa ọt ấy hộp để cho nó bong sau cột bàn chỉ đẹp rừng đằng thì thằng về bên mố có nó về lại có đa cắt cái tay trên nôm trên này từ xe nào à lại đâm mà xây nằng xe nói một để bàn đâu lại nằng bàn hộp á trên nôm trên từ khâu đây nó về lại có một bên bên cạnh đặt trên cá cận vô từ xe từ chuồn cái mỗi nằng nó cứ sọc sọc bàiបាននៅរបស់គ្នាវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងហើយរឿងរ៉ាវរបស់បងត្រង់ហ្នឹងក៏មានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលនេះដែលមានតម្លៃក្នុងការតាមដានស្ដាប់វីដេអូនេះផងដែរអញ្ចឹងសូមគោរពពួកបងប្អូនទាំងអស់គ្នាសុខសប្បាយខ្ញុំបាទហើយមានពលិនិទានសូមគោរពលាបងប្អូនទាំងអស់គ្នាសូមជម្រាបលា